សួស្តីទាំងអស់គ្នាក្នុងថ្ងៃនេះខ្ញុំធ្វើវីដេអូមួយពាក់ព័ន្ធជាមួយនឹង game SQL Murder Mystery ដែលនឹងជា puzzle ឬក៏ game ដែលក្នុងការដោះស្រាយស្វែងរកឃាតករនៅក្នុង SQL City ដែលគេផលិតឡើងមកហ្នឹងអញ្ចឹងគោលបំណងនៃ puzzle ហ្នឹងគឺដើម្បីជួយនៅskill នៅក្នុងការ query SQL ហើយនឹងឲ្យយើងយល់នៅ concept មួយចំនួនដូចគ្នាចឹងអីដែលគេឲ្យមកយើងគឺមានដូចជាប្រភេទdatabase structure ដែលជា table ទាំងអស់ហ្នឹងដើម្បីស្វែងរកនៅចម្លើយក្នុងការដោះហ្នឹងអញ្ចឹងអូខេអញ្ចឹងអានេះគឺឧទាហរណ៍មួយចំនួនគេឲ្យមក so អូខេនៅក្នុងនេះគេឲ្យមកយើងជាមួយនឹង schema diagram ដូចគ្នាអញ្ចឹងយើងមើលឃើញអញ្ចឹងគឺនេះគឺជា diagram របស់ហើយដែលគេឲ្យមកហ្នឹងឃើញថាមាននៅ9 table អញ្ចឹងមើល table interview get fit now check in get fit now member a person driver license income solution crime scene ហើយនិង Facebook event check in អញ្ចឹងយើងទៅមើលសិនដំបូងឡើយយើងអីដែលមើលមុនគេគឺដោយសារយើងដោះនៅcase អញ្ចឹងយើងមើលសិនតើ table crime scene report ហ្នឹងមានគេខ្លះតោះ let's go crime scene report មានដូចជានេះយើងឃើញអញ្ចឹងគឺយើងយកដោយសារវាកើតឡើងនៅក្នុង SQL នេះ SQL City នៅកំឡុងJanuary 15 2018អញ្ចឹងយើងមកមើលទាំងអស់គ្នាខ្ញុំដឹងមុនហ្នឹងដោយសារតែក្នុង column នេះគេដាក់ថា date អញ្ចឹងបានន័យថា case ដែលយើងដោះគឺមានតែមួយហើយcrime scene report នេះគឺcase ផ្សេងទៀតចានេះគឺដូចយើងដឹងអញ្ចឹងគេចង់ឲ្យយើងរកនៅ murder នៅក្នុងactual city អញ្ចឹងអីដែលយើង filter មក actual city គឺឃើញមានចំនួនប៉ុណ្ណឹងអញ្ចឹងយើងថែម condition មួយចំនួនទៀតនេះអញ្ចឹងទាំងអស់ហ្នឹងនៅពេលដែលក្នុង murder case គឺមាន3 case តែយើងមើលថាតើគេឲ្យយើងរកនៅថ្ងៃណាគឺថ្ងៃទី15ខែ1 2018អញ្ចឹងយើងអាចទៅថែម condition date ហ្នឹងមួយទៀត2018ខែ1ទី15sorry no data return អូខេដោយសារតែវាគឺជា integer អញ្ចឹងយើងអាច select នៅនេះបាននេះជា integer អញ្ចឹងយើងអាច select string បានអូខេបញ្ហា syntax អូខេអញ្ចឹងដូចឃើញអញ្ចឹងនេះគឺជា case នៅក្នុងនេះអញ្ចឹងគឺគេដាក់ថាយើងមើល description នៃ case ហ្នឹងគឺ security footage show that there were 2 witness មានសាក្សី2នាក់គឺសាក្សីទី1 the first witness lives at the last house on Northwest Dior the second witness named Annabelle lives somewhere on Franklin Ave so យើងអាច note នៅក្នុងនេះបានដោយសារក្នុងនេះ note អត់កើត so អូខេអញ្ចឹងអាហ្នឹងគឺសមត្ថកម្មដែលយើងបានមកក្នុង case មួយហ្នឹងអញ្ចឹងយើងទៅមើលតទៀតថាមនុស្សដែល maybe Facebook check in ឬក៏ Facebook event check in ឬក៏ person អញ្ចឹងយើងមើលតទៀតសិនតើ person table person វា store គេខ្លះអញ្ចឹងដូចមើលឃើញយ៉ាង person គឺវា store នៅឈ្មោះដូចគ្នា license ID
address number street name SSN income ចឹងខ្ញុំអត់ដឹងថាវាតាំងឲ្យគេដែរតែដឹងតែវាជាforeign key នៃ income ចឹង so យើងចាប់ផ្ដើមរកអ្នកទី1ហ្មងទៅគឺនៅក្នុង where address street nameអូខេចឹងនេះគឺជា witness ទី1 live at the last house on មានច្រើនខ្លាំងមែនតើចឹងaddress number វាអាចបញ្ជាក់ពី last house បានអត់ so យើង order វាទៅឃើញប៉ុណ្ណេះតាមពិតដើម្បីស្វែងរកផ្ទះចុងក្រោយគេគឺជា address number ដែលធំជាងគេតាអញ្ចឹងយើងមើលនេះ address number ធំជាងគេអូខេដើម្បីបាន address number ធំជាងគេយើងអាចធ្វើអញ្ចឹងក៏បានឬក៏ max address number ធ្វើចេះក៏បានដែរsorry នេះអញ្ចឹងយើងបាន address number មួយហ្នឹងអូខេអញ្ចឹងឃើញអញ្ចឹងឈ្មោះគាត់គឺ Mortis នេះអញ្ចឹងយើងអាចដាក់គាត់ជា suspect មួយបានអូខេអញ្ចឹងម្នាក់ទៀតឈ្មោះថាអូខេយើងអាចឲ្យ ID គាត់ដែរID គាត់គឺ14887ចុះម្នាក់ទៀតឈ្មោះ Annabelle អញ្ចឹងយើងអាច pen name smile Annabelle អូខេអត់មានពីណាគេឈ្មោះ Annabelle ទេប៉ុន្តែយើងមាននៅ street number street name អូខេ address street name Franklin Ave អូខេអញ្ចឹងមានច្រើនអ្នកតែយើងធ្វើមិនបានដឹងទៅរកម្នាក់ Annabelle ឃើញគឺយើងអាចប្រើលក្ខខណ្ឌមួយទៀតand name like Annabelle នេះអញ្ចឹងយើងឃើញអញ្ចឹងគាត់ឈ្មោះ Annabelle Miller ដែលមាន ID 16371អញ្ចឹងនេះគឺព័ត៌មានរបស់ witness អញ្ចឹងយើងមើលតទៀតតើយើងគួរតែមើល table គេទៀតlet's go to interview ដោយសារយើងបាននៅព័ត៌មានរបស់ ID person ID ហ្នឹងហើយ where អូខេអញ្ចឹងយើងមើលពី Morty Scapiro អូខេយើងអត់ប្រើ string ទេនេះអញ្ចឹងគឺ transcript គឺបាននិយាយថាគាត់បានឮសំឡេងកំភ្លើងហើយបន្ទាប់មកឃើញបុរសម្នាក់រត់ចេញមក he had a get fit now gym bag អញ្ចឹងគាត់ឃើញបុរសម្នាក់ហ្នឹងកាន់កាតាប get fit now gym bag ដែល membership នៅលើកាតាបហ្នឹងគឺចាប់ផ្ដើមពីលេខ48 Z ហើយមានតែពួក gold member ឯងមានអាហ្នឹងអញ្ចឹងហើយម្នាក់ប្រុសហ្នឹងគាត់កាន់នៅគាត់បានកាន់វាចូលបានទៅក្នុងឡានដោយមានផ្លាកលេខមាន H42W ចានេះគឺជា transcript ទី1អូខេផាសទុកមកសិនalso copy អានេះផង
ចឹងយើងមើលតទៀតចុះអ្នកទី2គាត់ឃើញអីគេអ្នកទី2គាត់ឲ្យបទសម្ភាសន៍ថាគាត់ឃើញ murder ហ្នឹងហ្មងហើយគាត់ recognize killer from my gym បានន័យថាគាត់ស្គាល់ថាម្នាក់ដែលសម្លាប់ហ្នឹងគឺមកពីកន្លែងហាត់ប្រាណមួយគាត់ហើយដោយសារគាត់បានទៅហាត់ប្រាណនៅ last week on January the 9 ថ្ងៃទី9ខែមករា so អញ្ចឹងយើងអាចកត់សម្គាល់បានហើយថាម្នាក់ហ្នឹងគឺប្រុសអូខេចឹងយើងដូចឃើញចឹងយើងមានព័ត៌មានមួយចំនួនថាអូខេម្នាក់ប្រុសហ្នឹងមានផ្លាកលេខប៉ុណ្ណឹងហើយមានកតាបដែលមាន membership number លេខប៉ុណ្ណឹងទៀតហើយម្នាក់ស្រីនេះគាត់ឃើញថាម្នាក់ប្រុសហ្នឹងទៅហាត់ប្រាណថ្ងៃទី9អញ្ចឹងយើងមើលទាំងអស់គ្នាថាតើGold Fit member យើង start ពីម្នាក់ទី1ก่อนណាថាតើGold Fit member ហ្នឹងវាស្អីគេអាហ្នឹងគឺដូចជាបានសមាជិកនៅក្នុងកន្លែងហាត់ប្រាណនោះអញ្ចឹងwhere like 48 Z ចឹងដូច48 Z គឺមាន3នាក់ដែលជាជនសង្ស័យប៉ុន្តែគាត់ថាមានតែពួក goal ទេអញ្ចឹងយើងបន្ថែម condition មួយទៀតគឺស្មើ goal អញ្ចឹងយើងមើល goal មាន2នាក់ដែលក្នុង suspect យើងឥឡូវហ្នឹងគឺ Joe Kumaraska ហើយនិង Jeremy Bauer អញ្ចឹងយើងអាចឲ្យជា suspect មាន2នាក់គឺ Joe Kumaraska 28 19 Jeremy Bauer គឺ67 3 18អូខេចឹងយើងមើលតទៀតតើពីណាគេដែលមានផ្លាកលេខ H42W នេះចឹងយើងមើលទៅក្នុង driver license អាយ៉ា sorry senseអូខេចឹងនេះគឺជា driver license គឺ ID គឺជា foreigner primary key របស់ហ្នឹងហើយ foreigner key របស់ person អញ្ចឹងយើងទៅមើល person 2នាក់ហ្នឹងសិនថាតើ2នាក់ហ្នឹងផ្ទុកនៅនេះផ្ទុកនៅ driver license អីគេ where ចឹងនេះម្នាក់នេះមានផ្លាកលេខ plate នេះហើយម្នាក់នេះមាន plate នេះអាហ្នឹងគឺជាផ្លាកលេខរបស់មិនមែនផ្លាកលេខទេគឺជា license ID sorry តមកទៀតយើងទៅដេញរោផ្លាកលេខសិនអូខេដេញរោផ្លាកលេខគឺ
យើងអាចធ្វើចេះក៏បានដែរអានេះគឺជាការ join តែសារខ្ញុំស្រង់ទុកតែពិតការ improve learning នៅ SQL query គឺយើងព្យាយាមសរសេរនៅអាហ្នឹងឲ្យបានច្រើនតែដោយសារខ្ញុំកត់ទុក so វាដូចជាការ cheat មួយអញ្ចឹង where id in នេះមក okay ឃើញអត់អ្នកអញ្ចឹងយើងរកបានហើយអ្នក H42W ហ្នឹងផ្លាកលេខគាត់គឺនេះគាត់ driver license ហ្នឹងមានផ្លាកលេខនេះ plate អូខេ plate នេះប៉ុន្តែមិនបានម្នាក់ទៀតអត់ឃើញមានគឺដោយសារតែគាត់អត់ប្រហែលជាអត់មាន driver license ចម្លែកណាស់ចាំឥឡូវបើយើងដាក់អូខេsorry អូខេអញ្ចឹងបានន័យថាម្នាក់នេះមាន license មាន license ID ប៉ុន្តែក្នុង driver license អត់មានទេឃើញអត់អញ្ចឹងបានន័យថាយើងអាចលុបអានេះចោលបានអញ្ចឹងយើងមានតែ Jeremy Bower នេះទេដែលជាជនសង្ស័យដែលយើងកត់សម្គាល់ខ្លាំងជាងគេអញ្ចឹងយើងមើលបន្តទៀតនៅផតតាំងទី2អញ្ចឹងផតតាំងទី2គឺពី Annabelle គឺគាត់ថាគាត់ឃើញអាហ្នឹងហើយស្គាល់អ្នកហ្នឹងទៀតហើយឃើញម្នាក់ហ្នឹងនៅកន្លែងហាត់ប្រាណហ្នឹងថ្ងៃទី9ខែ1អញ្ចឹងយើងទៅមើលថាតើថ្ងៃទី9ខែ1ហ្នឹងពីណាគេដែល check in នៅហ្នឹងគឺអានេះ ID member អូខេម្នាក់នេះអូខេអញ្ចឹងយើងមើលតទៀតតើនៅក្នុង get fit now check in ហ្នឹងmembership ID ស្មើប៉ុណ្ណេះអូខេជា string អូខេអញ្ចឹងថ្ងៃទី1ថ្ងៃទី9ខែ1ម្នាក់ហ្នឹងក៏នៅកន្លែងហាត់ប្រាណហ្នឹងដែរតែយើងមើលម្នាក់ទៀតដូចគ្នាពីរនាក់គាត់ទៅនឹងដូចគ្នាតែឡានអូមែនម្នាក់នោះអត់មានឡានទេចូលក៏បើគាត់ជិះឡានជាមួយគ្នា check in check out ខុសគ្នាតែកន្លះម៉ោងឯងអូខេ most likely Jeremy Bower នេះហើយតែយើងមើលមួយទៀតហើយអស់គឺFacebook check in event ណាអូខេយើងអាចរកចម្លើយបានលឿនតែយើងកុំតន់ចោតគេអឺអូខេអញ្ចឹងអូខេម្នាក់នេះ67 318 The Funky Groove Tour
ថ្ងៃហ្នឹងគាត់នៅនេះទេ The Funky Groove Tour event លេខប៉ុណ្ណេះអូខេម្នាក់នេះគាត់នៅនេះអ្នកទៀតអត់មាន Facebook check in event ទេម្នាក់នេះគឺអត់មាននៅក្នុងនេះទេឃើញអត់ឬមួយក៏យើងយកមកខុសត្រូវហ៎ភាគច្រើនគឺ Jeremy Bauer ហ្នឹងហើយតែគេឲ្យថា ball income travel license នេះខ្ញុំគិតថានេះហើយនេះឥឡូវយើងJeremy Bauer ដែរ Congrats, you found the murder, but wait, there's more. If you think you're up for challenging for curing. So យើងរកឃើញអ្នកនេះហើយអ្នកដែលសម្លាប់ហ្នឹងហើយអញ្ចឹងប៉ុន្តែគេឲ្យយើងស្វែងរកបើយើងចង់បាន challenge ជាងហ្នឹងយើងត្រូវ say query កុំឲ្យធំជាង2 query ដើម្បីស្វែងរកនៅអ្នកដែល killer ហ្នឹងអញ្ចឹងlet's try this challenge ក៏ប៉ុតយើងរកមុនហ្នឹងត្រូវតាយើង overthinking ពេកយើងរកឃើញចម្លើយតាំងពីយូរណាស់អូខេតោះឥឡូវសរសេររបៀបម៉េចមក query 2 query កុំឲ្យនេះតោះ let's go អូខេអញ្ចឹងចម្លើយចុងក្រោយគឺ Jeremy Bauer អូខេខ្ញុំមិនដឹងថាហ្នឹងវា consider ជាមួយ query ឬអត់ទេ
ប៉ុន្តែ it work man so កន្លែងហ្នឹងយើង congratulation ចឹងអាហ្នឹងគ្រាន់តែជាsimple query មួយទេដើម្បីស្វែងរកចម្លើយអញ្ចឹងដោយសារCrime Scene Report គេឲ្យមកសមត្ថកម្មដើម្បីយើងស្វែងរកនៅឃាតករហ្នឹងហើយមានដូច interview ដែលអ្នកនិយាយហ្នឹងថាអូខេឃើញអីគេខ្លះអីចឹងទៅអញ្ចឹងវីដេអូយើងគឺវាមានតែប៉ុណ្្នឹងឯងអានេះគ្រាន់តែជាលំហាត់ងាយរបស់ SQL ក្នុងការជួយជំនួយនៅការប្រើប្រាស់ skill SQL របស់យើងឯងអញ្ចឹងមានតែប៉ុណ្្នឹងឯងអូខេបាយ